យើងដល់ចំណុចកគឺបញ្យលនៃប្រធានតើតើជាមួយនឹងបញ្យលនៃប្រធាននេះក៏មានសំណួរឃ្លាភ្ជាប់មួយចំនួនដែរដែលយើងអាចយកវាទៅប្រើប្រាស់បានហើយនៅក្នុងនេះលោកគ្រូឲ្យចំនួន6បាទ6ហើយបងយកទៅប្រើទៅពេញនិយមមួយណាស្រឡាញ់មួយណាចូលចិត្តមួយណាគិតថាមួយណាសមតំណងគិតថាមួយណាដែរបងអាចប្រើប្រាស់បានបងយកទៅតាមនោះចុះអញ្ចឹងតើតើនឹងបញ្យលនៃវិធាននេះមុននឹងយើងបញ្យលនៃរបស់ប្រធានក្រោយពីបញ្យលពាក្យយើងក៏ត្រូវតែប្រើនៅសំនួនឃ្លាភ្ជាប់មួយចំនួនដែរតួយ៉ាងដូចនៅក្នុងនេះគេឲ្យអញ្ចឹងបាទគេឲ្យមកហ្នឹងក៏តាមន័យនេះប្រធានខាងលើសបញ្ជាក់ឲ្យឃើញថាបាទសបញ្ជាក់ឲ្យឃើញថាយ៉ាងម៉េចអញ្ចឹងបងបង្ហាញមកតើតើនឹងន័យរបស់ប្រធានមួយហ្នឹងមួយទៀតដូចនេះប្រធានខាងលើចង់បង្ហាញឲ្យឃើញថាណាចឹងប្រធាននេះគេចង់បង្ហាញឲ្យឃើញថាយ៉ាងម៉េចចឹងបងបង្ហាញមកមួយទៀតប្រធានខាងលើមានន័យថាបាទប្រធានខាងលើមានន័យថានឹងក៏ជាសំណួនឃ្លាភ្ជាប់ដែលយើងភ្ជាប់មកបញ្យលនៃប្រធានដែរមួយទៀតតាមន័យនេះប្រធានខាងលើមានន័យសេចក្តីថាតើមានន័យសេចក្តីថាយ៉ាងម៉េចទៅតាមន័យខាងលើហ្នឹងគឺតាមន័យអ្វីទៅគឺតាមន័យរបស់ពាក្យកន្លឹះដែលយើងបានបញ្យល់នឹងឯងបាទអញ្ចឹងបងប្រើទៅលៃលោកកែច្នៃផ្សាយផ្សំបន្ថែមដល់ខ្លួនឯងដើម្បីឈ្មោះទៅរកការបញ្យល់នៃវិធានបន្ទាប់ពីយើងបញ្យល់ពាក្យរួចតាមគំនិតនៃពាក្យកន្លឹះប្រធានខាងលើបានសេចក្តីថាតាមគំនិតនៃពាក្យកន្លឹះតាមគំនិតរបស់ពាក្យកន្លឹះហ្នឹងយ៉ាងម៉េចហើយដូចបានយើងថាតាមទៅចំណុចហ្នឹងអញ្ចឹងយើងប្រមូលវាសំយោគគ្នាមកបង្កើតបានដូចជាបញ្យលនៃប្រធានមួយចុងក្រោយនោះគឺប្រធានខាងលើចង់និយាយពីណាហ្នឹងក៏ជាសំណួនឃ្លាភ្ជាប់តាក់ទងជាមួយនឹងបញ្យលនៃប្រធានរបស់យើងដែរអញ្ចឹងបងប្រើចុះតាក់ទងនឹងមួយចំណុចបងគិតថាមួយណាសំខាន់បងគិតថាមួយណាអាចទទួលយកបានអញ្ចឹងបងយកមួយនឹងចុះដើម្បីយកទៅប្រើប្រាស់នៅក្នុងបរិបទសំណេរតែងសេចក្តីរបស់បងប្អូនដែលបងប្អូនប្រើប្រាស់ប្រចាំថ្ងៃបងប្អូនសរសេររៀងរាល់ពេលម្ដងឬមួយក៏ខណៈពេលណាមួយអញ្ចឹងទៅអញ្ចឹងយើងមើលបន្តទៀតរហូតទៅដល់ការបកស្រាយប្រធានបាទការបកស្រាយប្រធានតែតងជាមួយនឹងចំណុចការបកស្រាយប្រធាននេះគឺបងប្អូនបានដឹងណាបងប្អូនចេះប្រើហើយតែចំណុចនេះគឺលោកគ្រូធ្លាប់ទៅប្រើហើយលោកគ្រូអកប្រធានចូលមកនេះគឺលោកគ្រូប្រើតាំងពីលោកគ្រូនៅរៀនបាទតាមការសង្កេតពិនិត្យមើលទៅលើអញ្ចឹងទៅប៉ុន្តែជាទូទៅគឺមិនសូវឃើញមានអ្នកប្រើបែបហ្នឹងទេអញ្ចឹងជាទូទៅគេប្រើថាជាការពិតបាទប្រើជាការពិតណាស់អញ្ចឹងគេប្រើនេះចាប់ពីជាការពិតណាស់មកអញ្ចឹងទៅអញ្ចឹងបងអូនចង់ប្រើបែបម៉េចក៏ប្រើទៅអាស្រ័យទៅលើបរិបទដែលបងអូនធ្លាប់រៀនឬមួយក៏បងអូនធ្លាប់ជួបប្រទះបងអូនប្រើអញ្ចឹងទៅប្រើជាការពិតណាស់ក៏បានឬមួយក៏ប្រើតាមការសង្កេតពិនិត្យមើលទៅលើប្រធានក៏បានដែរបាទអញ្ចឹងប្រើតោះអញ្ចឹងនេះគឺជាឃ្លាសំណួរឃ្លាភ្ជាប់ពីខណ្ឌមួយទៅខណ្ឌមួយដើម្បីបង្កើតទៅជាកថាខណ្ឌដើម្បីបង្កើតទៅជាការបកស្រាយរបស់យើងទាក់ទងជាមួយនឹងប្រធានបទរបស់យើងអញ្ចឹងឧទាហរណ៍ថាលោកគ្រូត្រឹមនេះចុះជាការពិតណាស់យ៉ាងម៉េចបាទអញ្ចឹងបងភ្ជាប់វាមកហើយក៏មានពាក្យពិតណាស់អីចឹងទៅទៅយើងសរសេរបកស្រាយហើយយើងប្រើទៀតមកទោះបីជាយ៉ាងណាក៏ដោយណាបន្ទាប់មកអញ្ចឹងយើងប្រើជាបន្តទៅទៀតនេះអញ្ចឹងយើងប្រើជំនួយវាទៅដើម្បីបង្ហាញថាគំនិតរបស់យើងពីមួយទៅមួយវាមានភាពជាប់គ្នារដឹកណាជាប់គ្នាយើងប្រើពាក្យហ្នឹងទៅវាធ្វើឲ្យអត្ថបទរបស់យើងគឺវាមិនសាំសូន្យបាទវាល្អវាប្រសើរវាព្រោះស្ដាប់អីទៅតាមហ្នឹងអញ្ចឹងទៅមួយទៀតនេះគឺលើសពីនេះទៅទៀតហើយគេទៀតនេះក្រៅពីនេះបាទជាងនេះទៅទៀតបាទជាងនេះទៅទៀតណាជាបន្តបាទបើយើងក៏លេចមើលទៅលើន័យណាអញ្ចឹងអាហ្នឹងមិនមែនបានន័យថាយកទៅប្រើអញ្ចឹងទាំងអស់ទេគឺវាប្រែប្រួលបាទប្រែប្រួលទៅតាមន័យគំនិតឬមួយក៏ទៅតាមខ្លឹមសារដែលបងអូនបានសរសេរអញ្ចឹងទៅអានេះគ្រាន់តែជាជំនួយស្មារតីបើបងអូនយកទៅប្រើប្រាស់លុះក្រោយមកទៀតបាទណាលុះក្រោយមកទៀតណា
ដោយសារតែយ៉ាងម៉េចផ្ទុយទៅវិញជាដើមអញ្ចឹងទៅបាទផ្ទុយទៅវិញណាបើនិយាយពីណាប្រសិនបើជាក្នុងករណីនេះក្នុងករណីអីទៅអញ្ចឹងយើងប្រើវាទៅប្រើឲ្យសមស្របទៅតាមបរិបទវិធីណោះទៀតសោតណាមួយវិញទៀតសោតនេះទៀតចំណុចនេះស្រដៀងគ្នានេះបាទអញ្ចឹងបងប្អូនណាបងប្រើទៅទន្ទឹមនឹងនេះយ៉ាងណាមិញបាទយ៉ាងណាមិញមួយវិញទៀតមិនតែប៉ុណ្ណោះអីជាដើមដោយហេតុថាជាដើមអូមានច្រើនបាទពាក្យដែលយើងប្រើគឺមានច្រើនហើយប្រើដើម្បីអីហើយបើសម្បូរបែបយ៉ាងហ្នឹងគឺនៅពេលដែលបងប្អូនយកទៅប្រើប្រាស់ទៅសំនួនឃ្លាភ្ជាប់ពីចំណុចមួយទៅចំណុចមួយវាមិនច្រំដែរបាទមិនច្រំដែរបងប្អូនចេះច្រើនបងប្អូនយកទៅប្រើទៅមិនច្រំដែរហើយតកតជាមួយនឹងការអានការអីក៏វាព្រោះស្ដាប់ទៅតាមហ្នឹងអញ្ចឹងគេអានទៅអូបងអូនចេះប្រើពីចំណុចមួយទៅចំណុចមួយមើលទៅគេផ្ដល់ភាពតាក់ទាញដល់គេដែរឥឡូវយើងមកមើលសំណួរឃ្លាភ្ជាប់តកតនឹងការលើកឧទាហរណ៍វិញម្ដងនេះបាទសំណួរឃ្លាភ្ជាប់តួយ៉ាងណាតួយ៉ាងតកតនឹងការលើកឧទាហរណ៍ហើយបញ្ជាក់គេណាសំណួរបញ្ជាក់សេចក្តីណាបញ្ជាក់ប្រាប់គេថាអូអាហ្នឹងគឺជាចំណុចឧទាហរណ៍ជាសក្ខីភាពបាទជាសក្ខីភាពសិទ្ធិតកតឧទាហរណ៍ជាតតាងជាផុសតាងជាក់ស្ដែងបាទនេះជាក់ស្ដែងស្របនឹងនេះឲ្យជាដើមហ្នឹងទៅតតាងទាំងនេះបាទតតាងឯណាតតាងទាំងនេះហ្នឹងដូចជានៅក្នុងដូចជានៅក្នុងយើងដូចជានៅក្នុងរឿងដូចជាក្នុងសង្គមអីចឹងទៅជាអធិករបាទជាតលហិកជាតលហិកសំអាងលើបាទសំអាងលើអីសំអាងលើផតាងនេះសំអាងលើរឿងនេះរឿងអីចឹងទៅក្រឡេកមើលនៅក្នុងរឿងនេះក្រឡេកមើលទៅក្នុងប្រវត្តិសាស្ត្រក្រឡេកមើលទៅក្នុងអីដើមចឹងទៅអញ្ចឹងឃ្លាទាំងអស់ហ្នឹងក៏បងយកទៅប្រើទៅបាទប្រើមកសបាយមកចំណងមកចំណូលចិត្តរបស់យើងប្រើដែរទៅម៉េចលៃលោកយ៉ាងណាឲ្យស្ដាប់បានឲ្យសមស្របទៅនឹងខ្លឹមសារទៅនឹងន័យរបស់វិធានដែលគេបានផ្ដល់ឲ្យយើងទៅបាទហ្នឹងគឺចឹងយើងឈានចូលមកដល់ការសរុបសេចក្តីវិញម្ដងសរុបការបកស្រាយវិញម្ដងអញ្ចឹងសេរីសរុបក៏យើងអាចគឺគេមាន clear តទៅជាមួយនឹងត្រូវការបកស្រាយដែរក្នុងនោះលោកគ្រូមាន4ដែលលោកគ្រូតែងតែប្រើប្រាស់ទី1សរុបសេចក្តីមកបាទសរុបសេចក្តីមកបាទជារួមមកបាទសរុបមកបាទជាទីអវសានក្រោយពីការបកស្រាយអីចឹងទៅហ្នឹងគឺសរុបការបកស្រាយចឹងបងប្អូនចុះលោកគ្រូប្រហើយតែម្ដងកុំឲ្យចាំស្អែកទៅនាំទៅយើងខកការអញ្ចឹងយើងប្រហើយត្រឹមថ្ងៃហ្នឹងបាទមួយទៀតគឺតកតងជាមួយនឹងសេចក្តីបញ្ចប់យើងមើលកន្លែងវិតម្លៃវិធានបាទតម្រៀងវិតម្លៃវិធានតើវិធានរបស់យើងហ្នឹងវាមានតម្លៃបែបម៉េចបាទតម្លៃអប់រំបែបណាដាស់សតិបែបណាជួយកែប្រែបែបម៉េចផ្ដល់ជាគំនិតផ្ដល់ជាយោបល់បែបម៉េចខ្លះដល់យើងអញ្ចឹងយើងគួរឲ្យតម្លៃទៅលើវិធានហ្នឹងបែបណាអញ្ចឹងយើងបង្ហាញនោះអញ្ចឹងក៏វាមានសំណួរឃ្លាភ្ជាប់ដែរនេះឆ្លងតាមការបកស្រាយរាល់ចំណុចដែលមានក្នុងវិធានខាងលើនេះរួចមកអញ្ចឹងទៅណាឆ្លងតាមការបកស្រាយទស្សនៈតាមការបកស្រាយខាងលើទស្សនៈរបស់ប្រធានចង់បង្ហាញថាយ៉ាងម៉េចអញ្ចឹងទៅហើយយើងទាញតម្លៃដែលយើងបានរង្វេតម្លៃទៅលើប្រធានមួយហ្នឹងទៅយកទៅតាមការបកស្រាយខាងលើមានកំណត់អប់រំអីចឹងទៅប្រធានខាងលើមានកំណត់អប់រំអីចឹងទៅបាទក្រោយពីបានបកស្រាយខ្លឹមសារប្រធានខាងលើនេះរួចមកយើងមិនជិះដាក់ចឹងទៅបាទហ្នឹងគឺជាសំណួរឃ្លាភ្ជាប់តទៅជាមួយនឹងការវាតម្លៃវិធានបាទអញ្ចឹងយើងប្រើប្រាស់ចុះបាទហើយយើងឈានចូលមកដល់មតិផ្ទាល់ខ្លួនគឺដូចនេះក្នុងនាមយើងជាអីជាសិស្សជាពលរដ្ឋជាអ្នកសិក្សាបាទជាអ្នកចំនួនក្រោយជាខេមរៈជនបាទអញ្ចឹងកន្លែងដូចនេះហ្នឹងយើងប្រើវាចុះបាទដូច្នេះក្នុងនាមយើងជាសិស្សអីចឹងទៅឬមួយក៏ក្នុងនាមយើងជាអ្នក
ចំនួនក្រោយអញ្ចឹងទៅយើងបងប្រើទៅបាទអញ្ចឹងទាំងនេះគឺជាសំណួនឃ្លាភ្ជាប់តាំងតាពីសេចក្តីផ្ដើមរហូតមកដល់សេចក្តីបញ្ចប់ដែលបងយកទៅប្រើប្រាស់អញ្ចឹងទាំងនេះគឺលោកគ្រូបានឲ្យបងសួរត្រេះរិះឬមួយក៏បញ្យល់បដាសួរបដាដូចពេលមុនណាដោយសារតែពេលវេលាយើងមានកំណត់ចឹងលោកគ្រូបញ្យល់ឲ្យអស់សិនបង្ហាញឲ្យអស់សិនហើយចាំបងសួរតាមក្រោយដោយសារតែឯកសារនេះលោកគ្រូបានទម្លាក់ឲ្យបងអានរួចម្ដងហើយអញ្ចឹងលោកគ្រូបញ្យល់ឲ្យអស់បែបនេះហើយចាំបងសួរតាមក្រោយបន្តទៀតបាទអញ្ចឹងបើមានជាចម្ងល់បងលើកឡើងមកដើម្បីយើងដោះស្រាយជាមួយគ្នាដើម្បីយើងពិភាក្សាគ្នារៀបរយចំណុចមួយឆ្ពោះទៅការសរសេរតែសេចក្តីរបស់យើងហ្នឹងឲ្យបានល្អប្រសើរបាទអញ្ចឹងបើមានសូមលើកឡើងណា